សួស្តីអ្នកគ្នាថ្ងៃនេះយើងមកឲ្យប្រអប់ជាមួយនឹង monitor របស់ MSI អានេះបាន 2K 27 inch ហើយ refresh rate បានរហូតដល់180 Hz អ្នកនរគ្នាហើយតម្លៃធូរថ្លៃទេតម្លៃតែ169ឡានទេហើយស្រាប់ model អានេះប្រភេទMSI Make 275 CQS បាទ CQS E18 ហើយស្រាប់ពេចនេះមកជាមួយនឹង27 inch ការ៉ាត់ 2K ជាប្រភេទ monitor កោង panel របស់វាជាប្រភេទ VA អ្នកនរគ្នាហើយ refresh rate ដូចនិយាយមុនហ្នឹងគឺ180 Hz ហើយជាមួយនឹង response time របស់វាបាន0.5 ms 0.5 ms លឿនអ្នកនរគ្នាលេងហ្គេមអីគឺមកអេមតែម្ដងហើយមាន HDR មានអីមក complete តែម្ដងឥឡូវយើងមកមើលខាងក្នុងប្រអប់ថាវាមានអីខ្លះបាទហើយស្រាប់ motor នេះក៏ភ្ញៀវគាត់ជាវដែរអ្នកនរគ្នាយើងហែកតេស្តឲ្យភ្ញៀវមើលផងហើយក៏យើងឆ្លៀតថតជាវីដេអូចែកអ្នកនរគ្នាមើលដែរបាទនេះមានជាមួយនឹងខ្សែដូចពីខ្សែមានតៃឡាយមានជាមួយនឹងជើងមកទៅហើយជាមួយនឹង power នេះប្រើ power direct ប្រើជាមួយនឹង adapter និងប្រើ power direct គ្រប់នេះណោះនេះអានេះប៉ុន្តែវាប្រភេទកោងណាអ្នកនរគ្នាកោងហើយជាមួយកេមវាក៏ស្ដើងដែរកេមវាដកណាទៅកេមវាស្អាតហើយជាមួយនឹង port របស់វាតាម model នេះ port របស់វាមានជាមួយនឹង HDMI 2 port ដូចជា DP 1 port ដែរហើយមានដូចកាសចេញក្រៅហើយប្រើភ្លើងដេលិចហើយស្រាប់ខាងក្រោយវាក៏មានប្រភេទគេហៅវីសាសម្រាប់ចាប់បោតនឹងជាងឬក៏ចាប់ motor amp អាចចាប់ប្រើនេះបានទៅតាមនៅគ្នាហើយ spec ក៏ល្អតម្លៃក៏ល្អដែរតិចអ្នកនរគ្នាអានេះតម្លៃតែ169ឡានទេបើសិនមកមានអារម្មណ៍អាច contact បាន Telegram ខ្ញុំដាក់ link នៅខាងក្រោម description បាទហើយវីដេអូថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរជួបគ្នានៅវីដេអូក្រោយបាទ